រឿងប្រមាញ់ព្រះសង្ឃខ្លាសំឡេងមន់រងាវទើបតែដាច់ស្ទោអំបញ្ញមិញចំណែកឯពន្លឺព្រះអាទិត្យក៏មិនទាន់បំភ្លឺភពផែនដីផងដែរនៅពេលនោះមេឃនៅងងឹតមនុស្សម្នាមើលគ្នាមិនទាន់ច្បាស់នោះទេបើយើងក្រឡេកមើលទៅកាន់ផ្ទះតាលឹមវិញយើងបានឃើញតាលឹមគាត់ចាប់ដើមកាន់កន្ទុយបារីដៃម្ខាងកាន់ក្រមារបស់គាត់វាសទៅវាសមកបន្ទាប់ពីចុះមកដល់ដីតាលឹមគាត់ក៏បានដើរសំដៅទៅកាន់ក្រៅគោរបស់គាត់ពេលនោះតាលឹមគាត់ក៏ចាប់ដើមបញ្ចេញគោរបស់គាត់ទាំងពីរក្បាលនោះឲ្យចេញមកខាងក្រៅបន្ទាប់ពីដឹកគោយកមកចងភ្ជាប់នៅនឹងស្នឹងហើយតាលឹមគាត់ក៏បានទៅកែបអង្ការមួយល្អីតៅយកមកចាក់នៅក្បែរទីនេះមិនត្រឹមតែប៉ុណ្ណោះតាលឹមគាត់ក៏បានទៅកែបលាមកគោស្ងួតយកមកចាក់ពីលើអង្កាមនេះផងដែរក្រោយមកតាលឹមគាត់ក៏បានបង្កាត់ភ្លើងដើម្បីបង្ហុយភ្នក់គោនេះកុំឲ្យមូសសាច់សង្អាខាំទៅលើសត្វគោរបស់គាត់បន្ទាប់ពីនោះតាលឹមគាត់ក៏បានដើរទៅកងដើមពោតមួយកងដែលគាត់បានកាប់កាពីម្សិលមិញយកមកឲ្យសត្វគោទៅពីក្បាលរបស់គាត់នេះស៊ីនៅក្នុងពេលនោះឯងស្របពេលដែលតាលឹមគាត់កំពុងតែដាក់ស្មៅឲ្យសត្វគោរបស់គាត់ស៊ីសំឡេងក្អកក្រហមរបស់អ្នកភូមិគេក៏ចាប់ផ្ដើមមកលើឡើងដូចគ្នាអ្នកភូមិក៏ចាប់ផ្ដើមបើកទ្វារបង្អួចចុះមកដីបញ្ចេញគោបញ្ចេញក្របីរបស់ពួកគាត់អ្នកធ្វើនំអាកោគេក៏បានក្រោកឡើងកិនម្សៅដើម្បីរៀបចំកន្លែងធ្វើនំអាកោរបស់ពួកគាត់បន្ទាប់ពីហើយដៃតាលឹមក៏បានទៅអង្គុយនៅកម្មចិន្តាផ្ទះរួចហើយដៃម្ខាងកាន់ក្រមាបក់មូសទៅមកចំណែកឯដៃម្ខាងទៀតកាន់កន្ទុយបារីបឺតភ្លឺភ្លឹមផ្លែតបង្ហុយផ្សែងពេញតែនោះមួយសន្ទុះក្រោយមកគាត់ស្រាប់តែបានឃើញព្រះសង្ឃមួយអង្គបាននិមន្តចូលមកដល់នេះរួចហើយឈរនៅពីខាងមុខផ្ទះរបស់គាត់បន្ទាប់ពីបានឃើញព្រះសង្ឃតាលឹមគាត់ក៏បានស្ទុះទៅវឹងចេញទៅក្រៅរបងរួចហើយលុតជង្គង់តាលឹមលើកដៃសំពះនិយាយទៅកាន់ព្រះសង្ឃអង្គនោះថាព្រះករុណាព្រះអង្គតើព្រះអង្គមកនិមន្តបណ្បាត់ចង្ហាន់មែនឬទេពេលនោះព្រះសង្ឃមិនបានឆ្លើយតបជាមួយនឹងសំណួររបស់តាលឹមឡើយព្រះសង្ឃបានសម្លឹងទៅកាន់ផ្ទះតាលឹមដែលកំពុងតែឮសំឡេងកូនងាស្រែកយំនៅលើអង្រឹងព្រះសង្ឃអង្គនោះក៏មានសន្និកាឡើងថាចម្រើនពរញោមតើនៅក្នុងផ្ទះញោមមានកូនខ្ចីមែនឬទេតើគឺជាកូនញោមមែនឬទេតាលឹមបានលើកដៃសំពះហើយគាត់ក៏បាននិយាយឡើងថាព្រះករុណាព្រះអង្គនោះមិនមែនជាកូនរបស់ខ្ញុំកណានោះទេចុះហេតុអ្វីបានជាព្រះអង្គបានដឹងថាក្នុងផ្ទះរបស់ខ្ញុំកណាមានកូនខ្ចីដូច្នេះព្រះសង្ឃអង្គនោះបានចោលភ្នែកសម្លឹងទៅកាន់ផ្ទះរបស់តាលឹមរួចហើយព្រះអង្គក៏មានសង្ឃការឡើងថាចម្រើនពរញោមដោយសារតែអាត្មាបានឮសំឡេងក្មេងនោះវាស្រែកចេញមកពីអង្រឹងសូមឲ្យអាត្មាចូលទៅក្នុងផ្ទះញោមបន្តិចទៅពេលនោះតាលឹមគាត់ក៏បាននិយាយឡើងថាព្រះករុណាលោកឪនោះមិនមែនជាកូនរបស់ខ្ញុំកណាទេវាគឺជាចៅរបស់ខ្ញុំកណាតើព្រះអង្គចង់និមន្តចូលទៅផ្ទះខ្ញុំកណាដើម្បីអ្វីទៅបើខ្ញុំកណាមិនទាន់មានចង្ហាន់ប្រគេនព្រះអង្គផងនឹងព្រះសង្ឃអង្គនោះនៅតែទទូចសុំតាលឹមចូលទៅក្នុងផ្ទះរបស់គាត់តាលឹមបើកភ្នែកធំរួចហើយសម្លឹងទៅកាន់ព្រះសង្ឃអង្គនោះក្រោយមកគាត់ក៏បាននិយាយថាព្រះករុណាព្រះអង្គតើព្រះអង្គមានកិច្ចចង់និមន្តចូលទៅក្នុងផ្ទះខ្ញុំកណាមែនឬទេព្រះសង្ឃក៏បានឆ្លើយតបថាចម្រើនពរញោមសូមនិមន្តអាត្មាចូលទៅក្នុងផ្ទះញោមទៅ
មុនដំបូងតាលឹមក៏មានអារម្មណ៍ស្ទាក់ស្ទើរដែរតែក្រោយមកគាត់ក៏បានគិតថាមើលទៅព្រះសង្ឃអង្គនេះប្រហែលជាមានមន្តអាគមខ្លាំងពូកែអាចជួយឲ្យចៅរបស់គាត់ឈប់យំបានក្រោយមកតាលឹមគាត់ក៏បាននិមន្តព្រះសង្ឃអង្គនោះឲ្យចូលទៅក្នុងផ្ទះរបស់គាត់បន្ទាប់ពីនោះតាលឹមបើកទ្វាររបងធំបន្តិចរួចហើយគាត់ក៏បាននិយាយឡើងថាព្រះករុណាព្រះអង្គសូមនិមន្តចូលទៅក្នុងផ្ទះខ្ញុំកណាចោះព្រះសង្ឃអង្គនោះបន្ទាប់ពីទទួលការនិមន្តព្រះអង្គក៏ចាប់ផ្ដើមដើរសម្ដៅចូលទៅក្នុងផ្ទះតាលឹមភ្លាមគ្រាន់តែចូលទៅដល់ក្នុងផ្ទះភ្លាមព្រះសង្ឃអង្គនោះបានសម្លឹងឡើងទៅលើផ្ទះរួចហើយក៏បានរត់ឡើងទៅលើផ្ទះរបស់តាលឹមយ៉ាងឆាប់រហ័សបន្ទាប់ពីនោះព្រះសង្ឃក៏បានទៅស្រវាយយកកូនខ្ចីដែលកំពុងតែស្រែកជុំនៅក្នុងអង្រឹងនោះចេញមកនាងសយដែលជាកូនស្រីរបស់តាលឹមនាងក៏បានស្រែកសួរទៅកាន់ព្រះសង្ឃថាព្រះអង្គតើយកកូនខ្ញុំកណាទៅណានៅពេលនោះព្រះសង្ឃចាប់ដើមលិតមាត់លិតកហើយក៏យកក្មេងនោះបំរុងនឹងរត់ចេញពីក្នុងផ្ទះបន្ទាប់ពីឃើញហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចដូច្នោះតាលឹមបានស្រែកខ្លាំងៗដើម្បីហៅអ្នកភូមិឲ្យមកជួយនៅផ្ទះរបស់គាត់បន្ទាប់ពីអ្នកជិតខាងបានឮសម្រែករបស់តាលឹមហើយពួកគេក៏ចាប់ផ្ដើមផ្អើលម្នីនាំគ្នាទាញកំបិតពូថៅស្មានតែចោលគេចូលទៅក្នុងផ្ទះរបស់តាលឹមលោកពូម្នាក់ឈ្មោះថាពូសានគាត់ក៏បានស្រែកសួរតាលឹមថាតាអើយតើមានចោលចូលទៅក្នុងផ្ទះមែនឬទេបានជាតាស្រែកខ្លាំងៗដូចនេះតាលឹមគាត់ក៏បានស្រែកឡើងថាឲ្យលឿនឡើងជួយផងមានព្រះសង្ឃមួយអង្គចង់មកចាប់យកចៅរបស់ខ្ញុំយកទៅណាហើយនេះនាងសយដែលជាកូនរបស់តាលឹមនាងគិតតែស្រែកយំនៅពេលនោះព្រះសង្ឃក៏ចាប់ដើមលោតចុះមកដីចំណែកឯអ្នកភូមិពួកគេក៏បានទាញកំបិតពូថៅយកមកព័ទ្ធជុំវិញផ្ទះរបស់តាលឹមផងដែរក៏ប៉ុន្តែនៅពេលនោះព្រះសង្ឃបានរត់ចេញតាមរបងផ្ទះរួចហើយរត់ចេញទៅក្រៅពេលនោះអ្នកភូមិគេក៏បានព័ទ្ធព្រះសង្ឃនោះដោយប្រើកំបិតពូថៅជុំចិត្តព្រះសង្ឃតែម្ដងអំឡុងពេលនោះព្រះសង្ឃអង្គនោះក៏ចាប់ដើមប្រែសំឡេងហាក់ដូចជាសត្វខ្លាក្រោយមកសត្វខ្លាដ៏ធំមួយមានចង្កូមមុតស្រួចភ្នែកពណ៌ក្រហមស្លែតក៏ចាប់ផ្ដើមបង្ហាញខ្លួនតាមពិតទៅព្រះសង្ឃអង្គនេះមិនមែនជាព្រះសង្ឃធម្មតានោះទេគឺជាសត្វខ្លាតំណែងខ្លួនតែប៉ុណ្ណោះអ្នកភូមិបន្ទាប់ពីឃើញសត្វខ្លាដ៏ធំដូច្នោះពួកគេក៏ចាប់ផ្ដើមទម្លាក់អាវុធនិងនាំគ្នារត់ចេញពីទីនេះបាត់អស់ទៅមិនថាតែអ្នកភូមិនោះទេសូម្បីតែតាលឹមក៏គាត់រត់សម្ដៅចូលទៅក្នុងផ្ទះរបស់គាត់ដែរតើឲ្យទប់ទល់យ៉ាងម៉េចទៅបើសិនជាសត្វខ្លាធំយ៉ាងនេះហើយខ្លានេះអាចប្រែរូបរាងខ្លាចជំរុះបានទៀតមើលទៅវាប្រហែលជាពពួកព្រៃខ្លាហើយបន្ទាប់ពីអ្នកភូមិនាំគ្នារត់ចូលទៅផ្ទះអស់សត្វខ្លាក៏ចាប់ដើមពំក្មេងនោះរត់សម្ដៅចូលទៅក្នុងព្រៃបាត់ទៅបន្ទាប់ពីចូលទៅដល់ក្នុងព្រៃជ្រៅសត្វខ្លាក៏ចាប់ផ្ដើមហែកកូននោះធ្វើជាចំណីរបស់វាតាមពិតទៅប្រវត្តិរបស់សត្វខ្លានេះមិនធម្មតានោះទេមុនដំបូងវាកើតឡើងដោយសារតែធ្មប់ម្នាក់ចេះមន្តអាគមខ្លាំងពូកែប្រើឫទ្ធិអំណាចរបស់ខ្លួនសន្ដំទៅលើវិញ្ញាណរបស់សត្វខ្លាក៏ប៉ុន្តែរយៈពេលក្រោយមកលោកគ្រូធ្មប់នោះក៏បានស្លាប់បាត់បង់ជីវិតចំណែកឯសត្វខ្លានេះវាក៏មានឫទ្ធិអំណាចផងដែរសត្វខ្លាបានទៅសម្លាប់អ្នកភូមិសម្លាប់ព្រានព្រៃសម្លាប់ទាំងព្រះសង្ឃធុដងក្រោយមកវាក៏មានអានុភាពដែលខ្មែរយើងតែងតែហៅថាព្រៃខ្លាក៏ប៉ុន្តែខ្លាប្រភេទនេះវាសាហាវជាងព្រៃខ្លាធម្មតាទៅទៀតដោយសារតែវាអាចធ្វើដំណើរចូលទៅក្នុងភូមិ
អាចដំណៃខ្លួនខ្លាយទៅជាមនុស្សបានហើយវាក៏អាចបោកបញ្ឆោតទៅលើមនុស្សដើម្បីសម្លាប់ទៅដល់អ្នកផ្សេងផងដែរបើនិយាយពពួកព្រៃខ្លាធម្មតាវិញដល់រាបណាមានមនុស្សចូលទៅក្នុងព្រៃនៅពេលយប់ទើបពួកវាប្រហារទៅលើមនុស្សដោយប្រើក្រឡាទៅជាមនុស្សផ្សេងឬក៏ជាពពួកសត្វព្រៃបោកបញ្ឆោតទៅលើពួកព្រានព្រៃជាដើមរឿងរ៉ាវដែលប្រសងខ្លាចូលទៅក្នុងភូមិមិនយូរប៉ុន្មានក៏ត្រូវអ្នកភូមិយកទៅនិយាយតគ្នាចម្លែកឯសាច់រឿងទាំងអស់នេះបានធ្វើឲ្យអ្នកភូមិភ័យខ្លាចខ្លាំងណាស់ចាប់តាំងពីថ្ងៃនោះមកឲ្យតែមានអ្នកចម្លែកមកជាពិសេសនោះគឺជាព្រះសង្ឃតែម្ដងបើសិនជាមានព្រះសង្ឃនិមន្តចូលទៅក្នុងភូមិមិនថាពេលយប់ឬក៏ពេលថ្ងៃនោះទេអ្នកភូមិតែងតែនាំគ្នាបិទទ្វារផ្ទះបិទរបងមិននិមន្តព្រះសង្ឃឲ្យចូលទៅក្នុងផ្ទះនោះឡើយយូរទៅសំបីតែព្រះសង្ឃនៅក្នុងភូមិនិមន្តបិណ្ឌបាតក៏លែងមានអ្នកភូមិដាក់ចង្ហាន់ផងដែរចំណែកឯព្រះសង្ឃខ្លាតែងតែនិមន្តនៅក្នុងពេលយប់និងពេលមេជិតផ្លូវបើសិនជាអ្នកណាបានជួបជាមួយនឹងព្រះសង្ឃអង្គនេះហើយបាននិមន្តឲ្យព្រះសង្ឃចូលទៅក្នុងផ្ទះនៅក្នុងផ្ទះប្រកាសជាស្លាប់ដោយសារតែសត្វខ្លាវាប្រហារពិតជាមិនខាននោះទេផ្ទះដែលព្រះសង្ឃខ្លាចូលចិត្តធ្វើដំណើរទៅជាងគេគឺផ្ទះណាដែលទៅតែសម្រាប់កូនខ្ចីមើលទៅសត្វខ្លានេះវាប្រហែលជាចូលចិត្តកូនខ្ចីខ្លាំងណាស់ចាប់តាំងពីថ្ងៃនោះមករឿងចលាចលនៅក្នុងភូមិក៏ចេះតែចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់អ្នកភូមិគេក៏បានចាត់តាំងគ្នា 4-5 នាក់ធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីតាមប្រមាញ់សត្វខ្លានេះក៏ប៉ុន្តែមិនដែលមាននរណាម្នាក់ចេញរួចពីក្នុងព្រៃវិលត្រឡប់ចូលមកក្នុងភូមិវិញបាននោះទេមើលទៅប្រហែលជាពួកគេស្លាប់ដោយសារតែសត្វខ្លានោះហើយចំណែកឯពេលយប់គេតែងតែលឺសម្រាប់ជើងមនុស្សបានធ្វើដំណើរកាត់ភូមិសម្រាប់ជើងមនុស្សនោះមិនមែនជាសម្រាប់ជើងរបស់អ្នកណាផ្សេងក្រៅពីព្រះសង្ឃខ្លាបានដំណៃខ្លួននោះទេមួយយប់អ្នកភូមិដេកមិនលក់បក់មិនហើយដោយសារតែពួកគេចាំស្ដាប់សម្រាប់ជើងរបស់ព្រះសង្ឃខ្លាពេលខ្លះព្រះសង្ឃក៏បានស្រែកហៅអ្នកភូមិពីក្រៅរបងមកឲ្យតែអ្នកណាមានកូនខ្ចីគឺត្រូវតែមានការប្រុងប្រយ័ត្នឲ្យខ្ពស់ត្រូវតែរកចាស់ទុំរកគ្រូមន្តអាគមទៅការពារនៅក្នុងផ្ទះបើមិនអញ្ចឹងទេគេប្រកាសជាស្លាប់បាត់បង់ជីវិតដោយសារតែសត្វខ្លាប្រហារពិតជាមិនខាននោះឡើយរឿងរ៉ាវមួយនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំចំណែកឯអ្នកភូមិព្យាយាមរកវិធីសាស្ត្រដើម្បីកម្ចាត់សត្វខ្លានេះដែរក៏ប៉ុន្តែទោះជាក្របកាំភ្លើងក៏មិនអាចធ្វើអ្វីទៅដល់សត្វខ្លានេះបានដោយសារតែវាមានឫទ្ធិអំណាចខ្លាំងពូកែយូរទៅអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នារើផ្ទះសម្បែងចេញពីភូមិនេះម្ដងបន្តិចនៅក្នុងភូមិកាន់តែស្ងប់ស្ងាត់ឡើងនៅក្នុងថ្ងៃមួយនាពេលក្បាលប្រឡប់មានមនុស្ស2នាក់គឺជាប្តីប្រពន្ធបានធ្វើដំណើរចេញមកពីស្រុកឆ្ងាយដោយសារតែពួកគេមិនដឹងបានចូលមកដល់ក្នុងភូមិនេះពេលយប់2នាក់ប្តីប្រពន្ធក៏បានទៅសំផ្ទះអ្នកនៅក្នុងភូមិនេះដើម្បីសម្រាកឲ្យបានរួចមួយយប់តែអ្នកភូមិគេមិនបានបើករបងថែមទាំងមិនបានសន្ទនាជាមួយនឹងប្តីប្រពន្ធ2នាក់នេះទេដោយអ្នកភូមិគេបានគិតថាប្តីប្រពន្ធ2នាក់នេះប្រកបណាស់គឺជាព្រៃខ្លាដំណៃខ្លួនពិតជាមិនខានដោយសារតែអ្នកភូមិភ័យបាក់ស្បាតជាមួយនឹងព្រះសង្ឃខ្លាទើបពួកគេមិនបានបើកទ្វាររបងឲ្យប្តីប្រពន្ធ2នាក់នេះបានចូលសម្រាកនៅក្នុងផ្ទះសម្បែងរបស់គាត់យប់កាន់តែជ្រៅហើយក៏កាន់តែស្ងាត់ទៀតប្តីប្រពន្ធដ៏កំសត់នេះក៏មិនមានកន្លែងសម្រាកត្រឹមត្រូវទោះជាពួកគេព្យាយាមទៅសំផ្ទះអ្នកភូមិមួយផ្ទះហើយមួយផ្ទះទៀត
ก็គ្មានអ្នកណាគេបើកទ្វារឲ្យគេចូលសម្រាកដែរតាមមើលទៅបើសិនជាពួកគាត់ចូលមកដល់ក្នុងភូមិនេះពេលថ្ងៃពួកគាត់ប្រហែលជាមានគេឲ្យផ្ទះសម្រាកក៏ប៉ុន្តែពេលនេះឈានទៅដល់ពេលយប់ទៅហើយបន្ទោសអ្នកភូមិក៏មិនកើតដែរដោយសារតែអ្នកភូមិកំពុងតែមានទុក្ខភ័យដោយសារតែពពួកព្រៃខ្លាបន្ទាប់ពីរកកន្លែងសម្រាកមិនបានពីរអ្នកប្តីប្រពន្ធក៏ចាប់ផ្ដើមធ្វើដំណើរសម្ដៅទៅកាន់សាលាឆទានមួយដែលអ្នកភូមិបានសាងសង់ទុកសាលាឆទាននោះគឺធ្វើឡើងអំពីឈើគឺមានសភាពបាក់បែកទ្រុឌទ្រោមណាស់ទៅហើយសាលាឆទាននោះប្រក់ទៅដោយស្បូវក្តបចំណែកឯជញ្ជាំងមានសភាពធ្លុះធ្លាយក៏ប៉ុន្តែដោយសារតែពួកគាត់តច្រកពួកគាត់មិនអាចទៅរកកន្លែងណាសម្រាកបានពីរអ្នកប្តីប្រពន្ធក៏សម្រេចចូលទៅក្រាក្រមាសម្រាប់នៅកាន់សាលាឆទាននោះទៅវេលាពេលយប់ក៏បានឈានចូលមកដល់សម្រាប់ជើងមនុស្សក៏បានធ្វើដំណើរចូលមកដល់កាន់សាលាឆទានពេលនោះបរិសុទ្ធជាប្តីគេក៏បានក្រោកឡើងក្រោយមកស្រាប់តែបានឃើញព្រះសង្ឃមួយអង្គកំពុងតែឈរពីខាងមុខសាលាឆទាននោះប្តីបានកេះប្រពន្ធរួចបាននិយាយថាណែឯងនោះគឺជាព្រះសង្ឃទេតាមើលទៅព្រះអង្គប្រហែលជាគ្មានកន្លែងសម្រាកដូចជាពួកយើងហើយតើយើងគួរធ្វើយ៉ាងម៉េចទៅពេលនោះព្រះសង្ឃក៏បានសួរទៅកាន់អ្នកទាំងពីរថាចម្រើនពរញោមតើសាលាឆ្លាស់ដែរទេអាចឲ្យអាត្មាសម្រាកសឹងនៅក្នុងសាលានេះបានមួយយប់ផងបានដែរទេពីរអ្នកប្តីប្រពន្ធក៏បាននិយាយឡើងថាព្រះករុណាព្រះអង្គសូមព្រះអង្គនិមន្តចូលក្នុងសាលាឆទាននេះចុះបន្ទាប់ពីទទួលការនិមន្តព្រះសង្ឃអង្គនោះក៏បានចូលទៅគង់នៅក្នុងសាលាឆទានហើយព្រះអង្គចេះតែចោលកន្ទុយភ្នែកសំដៅទៅនាងប្រពន្ធដោយសារតែនាងប្រពន្ធនោះកំពុងតែមានផ្ទៃពោះមើលទៅប្រហែលជា 3-4 ខែទៅហើយមួយសន្ទុះក្រោយមកបរិសុទ្ធជាប្តីក៏បានសួរទៅកាន់ព្រះអង្គថាព្រះករុណាព្រះអង្គតើព្រះអង្គនិមន្តមកពីណាដែរទៅព្រះសង្ឃអង្គនោះមិនបានឆ្លើយតបជាមួយនឹងសំណួររបស់បរិសុទ្ធជាប្តីនោះទេព្រះអង្គក៏បានសួរទៅកាន់ពីអ្នកប្តីប្រពន្ធនោះថាតើញោមស្រីខាងនោះកំពុងតែមានផ្ទៃពោះមែនឬទេនាងប្រពន្ធក៏បានឆ្លើយតបថាព្រះករុណាលោកឪខ្ញុំកណាមានផ្ទៃពោះ 3-4 ខែទៅហើយគ្រាន់តែឮដូច្នោះព្រះសង្ឃក៏ចាប់ផ្ដើមញញឹមរួចឆាយប្រែរូបរាងคล้ายទៅជាសត្វខ្លាធំមួយក្រោយមកសត្វខ្លាក៏ចាប់ផ្ដើមវាយប្រហារនិងសម្លាប់ពីអ្នកប្តីប្រពន្ធនោះឲ្យស្លាប់នៅក្នុងសាលាឆទាននោះតែម្ដងសម្រែកអ្នកទាំងពីរបានស្រែកលាន់ឮទៅដល់អ្នកភូមិក៏ប៉ុន្តែគ្មានណាហ៊ានចុះមកជួយនោះទេវេលាព្រឹកស្អែកពួកគេក៏បាននាំគ្នាធ្វើដំណើរសំដៅទៅកាន់សាលាឆទានតែអ្វីដែលពួកគេបានឃើញនោះគឺបានឃើញត្រឹមតែបំណែកសម្លៀកបំពាក់និងបង្វិចខោអាវតែប៉ុណ្ណោះចំណែកឯអ្នកទាំងពីរត្រូវសត្វខ្លាស៊ីបាត់អស់ទៅហើយពេលនោះអ្នកភូមិគេក៏មានចិត្តអាណិតអាសូរទៅដល់ពីអ្នកប្តីប្រពន្ធដែរតែមិនដឹងជាធ្វើយ៉ាងម៉េចព្រោះថាអ្នកភូមិក៏បាក់ស្បាតដោយសារតែសត្វខ្លានេះក្រោយមកពួកគេក៏ប្រមូលកំទេចខោអាវទាំងអស់នោះយកទៅដុតបូជាដើម្បីឲ្យអ្នកទាំងពីរនោះបានស្ងប់ចិត្តឲ្យវិញ្ញាណក្ខន្ធរបស់គាត់ទៅកាន់សុគតិភពទៅអស់រយៈពេលជាយូរខែកន្លងផុតទៅស្រាប់តែមានអ្នកលក់ទឹកឃ្មុំ3នាក់ក៏បានធ្វើដំណើរចូលមកដល់ភូមិនេះទៀតដោយសារតែពេលនោះគឺជាពេលថ្ងៃអ្នកភូមិគេក៏បានចូលទៅសន្ទនាជាមួយនឹងអ្នកលក់ទឹកឃ្មុំនៅពេលនោះតាលឹមគាត់ក៏បានសួរទៅកាន់អ្នកលក់ទឹកឃ្មុំថាណែអ្នកទាំង3នាក់ធ្វើដំណើរចូលមកក្នុងភូមិនេះតើមិនបានលើគេនិយាយពីរឿងនៅក្នុងភូមិនេះទេអី
តាសៃដែលជាមនុស្សចំណាស់ជាងគេនៅក្នុងចំណោមអ្នកលក់ទឹកឃ្មុំគាត់ក៏បាននិយាយឡើងថាបាទលោកបងតើមានរឿងអ្វីទៅខ្ញុំមិនដឹងនោះទេពេលនោះតាលឹមគាត់ក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅដល់តាសៃនៅពេលនោះតាសៃគាត់ក៏បានសម្លឹងទៅកាន់មុខកូនប្រុសរបស់គាត់ហើយគាត់ក៏បាននិយាយថារឿងទាំងអស់នេះនៅក្នុងភូមិរបស់ខ្ញុំគឺឧស្សាហ៍កាត់ឡើងណាស់ដោយសារតែពួកខ្ញុំជាមនុស្សរស់នៅក្បែរព្រៃតែសត្វខ្លាទាំងអស់នេះតែងតែត្រូវពួកយើងបង្ក្រាបដោយបាញ់សម្លាប់ពួកវាតាលឹមបន្ទាប់ពីឮថាអ្នកលក់ទឹកឃ្មុំ3នាក់នេះធ្លាប់សម្លាប់សត្វខ្លានេះរួចមកហើយគាត់ក៏បាននិយាយទៅកាន់អ្នកលក់ទឹកឃ្មុំថាណែតាសូមតាជួយទៅដល់អ្នកភូមិយើងផងទៅជួយបង្ក្រាបសត្វខ្លានេះសត្វខ្លាចូលមកសម្លាប់មនុស្សជារៀងរាល់ថ្ងៃតាសៃដោយសារតែគាត់មានចិត្តអាណិតអាសូរទៅដល់អ្នកភូមិគាត់ក៏បាននិយាយឡើងថាបើអញ្ចឹងខ្ញុំនៅទីនេះមួយយប់ជួយទៅដល់អ្នកភូមិចុះសូមអ្នកទាំងអស់គ្នាជួយធ្វើអ្វីតាមសំណើរបស់ខ្ញុំក្រោយមកតាសៃពូសែនិងនីកុងក៏ចាប់ផ្ដើមធ្វើដំណើរសំដៅចូលទៅផ្ទះតាលឹមក្រោយមកតាសៃគាត់បានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅដល់តាលឹមឲ្យរកកំភ្លើងឆ្នៃមួយដើមនិងភ្លុកដំរីយកមកឲ្យគាត់មួយក្រោយពីនោះតាលឹមនិងអ្នកភូមិក៏បានធ្វើតាមសំណើរបស់តាសៃទាំងអស់តាសៃគាត់ក៏បានឲ្យកូនប្រុសរបស់គាត់ឆ្នៃភ្លុកដំរីនោះខ្លាយទៅជាគ្រាប់កំភ្លើង3គ្រាប់បន្ទាប់ពីឆ្នៃរួចតាសៃគាត់ក៏បានយកដៃចាទៅដុតនៅនឹងភ្លើងរួចហើយក៏ចាអក្សរគាថាទៅលើគ្រាប់កំភ្លើងភ្លុកដំរីនោះពេលនោះតាសៃគាត់ក៏បានសួរទៅកាន់តាលឹមថានេះតានៅក្នុងភូមិតើមានអ្នកណាទៅតែសម្រាប់កូនខ្ចីដែរឬទេតាលឹមគាត់ក៏បានឆ្លើយតបថាមានលោកបងមាននៅផ្ទះរបស់ប្អូនកុយគេទៅតែសម្រាប់កូនមើលទៅប្រហែលជាបានមួយសប្តាហ៍តែប៉ុណ្ណោះតាសៃគាត់ក៏បាននិយាយឡើងថាបើអញ្ចឹងជប់នេះពួកយើងនាំគ្នាទៅពួនស្ទះនៅឯផ្ទះរបស់លោកប្អូនកុយចោះចង់បង្ក្រាបទៅដល់សត្វខ្លានេះសត្វខ្លាវាទៅរកតែផ្ទះណាដែលទៅតែសម្រាប់កូនតែប៉ុណ្ណោះព្រោះវាចូលចិត្តកូនខ្ចីបន្ទាប់ពីនោះពេលដែលគាត់ធ្វើដំណើរទៅដល់ផ្ទះរបស់ពូកុយតាសៃបានប្រាប់គេឲ្យក្រាស្លឹកឈើព្រមទាំងចំបើងស្ងួតឲ្យច្រើននៅពីខាងមុខរបងផ្ទះមិនត្រឹមតែប៉ុណ្ណោះគាត់បានប្រាប់ឲ្យគេយកប្រេងទៅចាក់ឲ្យសែមទៅលើសន្លឹកឈើព្រមទាំងចំបើងនោះផងដែរអ្នកភូមិក៏ធ្វើតាមសម្ដីរបស់តាសៃទាំងអស់វេលាពេលយប់ក៏ចាប់ផ្ដើមឲ្យប្រពន្ធរបស់ពូកុយនៅអង្គុយនៅលើគ្រែក្រោមផ្ទះយប់កាន់តែជ្រៅក្មេងនោះក៏ចាប់ផ្ដើមស្រែកយំកាន់តែខ្លាំងចំណែកឯតាសៃនីកុងនិងប្អូនប្រុសរបស់គាត់ម្នាក់ទៀតក៏បានទៅសំងំនៅក្បែរកំពតព្រៃចាំវាប្រហារទៅដល់សត្វខ្លាពេលយប់កាន់តែជ្រៅព្រះសង្ឃអង្គនោះក៏បាននិមន្តមកកាន់ផ្ទះរបស់ពូកុយបន្ទាប់ពីមកដល់ព្រះសង្ឃក៏មានសង្ឃនៃការឡើងថាណាញោមកូនរបស់ញោមយំហើយសូមឲ្យអាត្មាចូលទៅផ្ទះញោមបន្តិចទៅពេលនោះពូកុយគាត់ក៏បានកាន់ចន្លោះភ្លើងដើរសំដៅទៅរកព្រះសង្ឃអង្គនោះពូកុយគាត់ក៏បានសួរថាព្រះករុណាលោកឪតើលោកឪចង់ចូលទៅផ្ទះខ្ញុំកណាមានកិច្ចការអ្វីដែរទៅលោកឪនោះក៏មានសង្ឃនៃការឡើងថាណាញោមកូនញោមយំខ្លាំងណាស់អាត្មាអាចលួងកូនញោមបាននៅពេលនោះតាសៃគាត់ក៏បានឲ្យសញ្ញាទៅកាន់ពូកុយចំណែកឯពូកុយគាត់ក៏បានគប់ចន្លោះភ្លើងសំដៅទៅកាន់ចម្បាំងនឹងស្លឹកឈើងាប់ដែលពួកគាត់បានចាក់ប្រេងចំណែកឯព្រះសង្ឃអង្គនោះក៏បានឈរនៅលើចម្បាំងនឹងស្លឹកឈើនោះផងដែរបន្ទាប់ពីពូកុយ
បានគប់ចន្លោះភ្លើងទៅភ្លើងក៏ចាប់ផ្ដើមឆាបឆេះទៅលើចំបើងនិងស្លឹកឈើដែលបានចាក់ស្រោចដោយប្រេងភ្លើងនោះក៏ចាប់ផ្ដើមឆេះសន្ធោសន្ធៅចំណែកឯព្រះសង្ឃក៏ប្រែរូបរាងខ្លាចទៅជាសត្វខ្លាដ៏ធំមួយសត្វខ្លាស្រែកក្រហមឮខ្លាំងៗនៅពេលនោះតាសៃគាត់ក៏បាននិយាយឡើងថាណែគង់ឯងចាប់ផ្ដើមបាញ់កំភ្លើងសំដៅទៅរកវាទៅស្នូកំភ្លើង3គ្រាប់ដែលជាគ្រាប់កំភ្លើងភ្លុកដំរីបាញ់ចុះទៅដោយមន្តអាគមគាថានោះក៏ចាប់ផ្ដើមបាញ់សំដៅទៅរកសត្វខ្លាតែម្ដងសត្វខ្លាស្រែកមួយទំហឹងស្រែកប្រកាច់ប្រកិននៅលើភ្នក់ភ្លើងពេលនោះអ្នកភូមិក៏ចាប់ផ្ដើមទាញកំបិតទាញពូថៅចូលទៅព័ទ្ធជុំវិញសត្វខ្លាតែខ្លានោះមានកម្លាំងខ្លាំងណាស់ថ្មីត្បិតតែវាត្រូវ3គ្រាប់នៃមន្តអាគមក៏ដោយក៏វាមិនទាន់ស្លាប់នៅទីកន្លែងនោះភ្លាមដែរសត្វខ្លាបានប្រះចេញបន្តិចរត់រួចចេញពីភ្នក់ភ្លើងក៏ប៉ុន្តែនៅពេលនោះតាសៃបានទាញកំបិតស្នៀតរបស់គាត់លើកដៃប្រណម្យប្រសិទ្ធិមន្តអាគមឡើងក្រោយមកតាសៃគាត់បានស្ទុះទៅវឹងចាក់ទម្លុះបំពង់ករបស់សត្វខ្លានោះឲ្យប្រកាច់ដេកស្លាប់នៅទីកន្លែងនោះទៅទីបំផុតសត្វខ្លាដ៏កាចសាហាវដែលជាខ្លាចេញមកពីក្នុងព្រៃនោះក៏ត្រូវស្លាប់ដោយសារតែស្នាដៃនិងល្បិចកលរបស់អ្នកលក់ទឹកឃ្មុំទាំង3នាក់បន្ទាប់ពីសត្វខ្លានោះបានស្លាប់ទៅតាសៃនិងកូនប្រុសរបស់គាត់បានទៅកាច់យកចង្កូមរបស់វាដាក់ចូលទៅក្នុងថង់យាមចំណែកឯអ្នកភូមិពួកគេក៏បានទះដៃហូអបអរសាទរឲ្យខ្លួនគាត់និងឲ្យអ្នកលក់ទឹកឃ្មុំ3នាក់នេះវេលាព្រឹកក៏បានឈានចូលមកដល់អ្នកភូមិគេក៏បានយកស្រូវអង្ករជាច្រើនយកទៅឲ្យអ្នកលក់ទឹកឃ្មុំតែអ្នកលក់ទឹកឃ្មុំទាំងអស់នោះគាត់មិនទទួលយកទេដោយសារតែពួកគាត់ធ្វើដំណើរមកដៃទទេមិនបានយករទេះស្តេះឬក៏រទេះគោមកតាមឡើយបើសិនជាយកស្រូវអង្ករនេះទៅគាត់ប្រកាសជាវេទនាតាមផ្លូវដោយសារតែការលីស្តែងអ្នកភូមិគេដែលសារតែចង់តបស្នងសងគុណទៅដល់អ្នកលក់ទឹកឃ្មុំក្រោយមកពួកគេក៏បានប្រមូលលុយកាក់មួយចំនួនឲ្យទៅកាន់ពួកគាត់ដើម្បីតបស្នងសងគុណទៅដល់តាសៃនីគង់និងពូសែបន្ទាប់ពីនោះទៅពួកគាត់ក៏បានធ្វើដំណើរចេញពីក្នុងភូមិនោះសំដៅចូលទៅស្រុកភូមិរបស់គាត់វិញទៅចាប់តាំងពីថ្ងៃនោះមកអ្នកភូមិរស់នៅបានសុខសាន្តពុំមានព្រះសង្ឃខ្លាចូលមកធ្វើទុកបុកម្នេញទៅដល់ស្រុកភូមិរបស់គាត់បន្តទៀតនោះឡើយក៏ប៉ុន្តែទោះបីជារឿងនេះបានស្ងប់ស្ងាត់តែអ្នកភូមិនៅតែយកសាច់រឿងនេះនិយាយតគ្នាហាក់ដូចជាសាច់រឿងព្រេងនិទានអញ្ចឹងចំណែកឯ Channel នេះគឺ Channel គេស្ដាប់រឿងថ្មីរបស់ខ្ញុំសូមបងប្អូនកុំភ្លេចគាំទ្រផងបាទនិងសូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីត្រង់ណាដែលខ្ញុំនិយាយទៅមិនសមរម្យនោះសូមបងប្អូនអធិស្ឋានដល់ខ្ញុំផងបាទកុំភ្លេចចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel ថ្មីរបស់ខ្ញុំសូមអរគុណ